មើលទៅចៅវាយពិតជាបានបញ្ចប់រឿងនោះមែនចោពណ៌ស្បានត្រឡប់មកវិញហើយរោមចកនេះភ្លឺលោងនឹងគួរឲ្យរំភើបណាស់ចៅវាយពិតជាយកចិត្តទុកដាក់ចំពោះរឿងនេះណាស់ច្បាប់របស់កុលសម្ព័ន្ធយើងនៅពេលដែលបុរសម្នាក់ស្នើសុំរៀបការគាត់ត្រូវតែដាក់ស្បែកសត្វរបស់គាត់នៅជើងកូនក្រមុំចុកធ្វើដំណើររាប់ពាន់ម៉ាយមានតែមនុស្សម្នាក់ប៉ុណ្ណោះចៅវាយពិតជាល្អចំពោះអ្នកនាងអាឈីតើអ្នកកំពុងធ្វើអ្វីឆាប់ទៅណាបុរសរបស់អ្នកមកទទួលអ្នកហើយអូហេតុអ្វីបានជាអ្នកនៅតែយំអ្នកក៏ជាក្មេងកំព្រាម្នាក់ដែរដើម្បីអាចរៀបការជាមួយបុរសដ៏ក្លាហានបំផុតនៅក្នុងភូមិនេះវាជារឿងធម្មតាទេដែលរំភើបខ្លាំងរហូតដល់យំសេងឆេអ្នកដាក់វាខុសមែនទេយូអឺរ៉ូខ្ញុំសន្យាថាបងប្រុសខ្ញុំនឹងមើលថែអ្នកពេញមួយជីវិតរបស់ខ្ញុំអ្នកក៏តេមានវាអ្នកប្រកាសជាមានហើយអ្នកបានឲ្យវាមកខ្ញុំតើឆេគួរធ្វើអ្វីនាងនៅជាមួយអ្នកអស់រយៈពេល5ឆ្នាំហើយថ្ងៃស្អែកអ្នកនឹងភ្ជាប់ពាក្យខ្ញុំនឹងសងប្រាក់នាងបន្ថែមទៀតនៅពេលក្រោយអាឈីស្ដាប់ខ្ញុំជាងគេមិនពិបាកបញ្ចុះបញ្ចូលនាងទេនិយាយវាម្ដងទៀតនាងមិនបានរងទុក្ខអ្វីទេក្នុងរយៈពេលប៉ុន្មានឆ្នាំនេះការសោកសៅតិចតួចនេះគ្មានអ្វីទាំងអស់វាបង្ហាញថាខ្ញុំបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយគាត់មិនសមនឹងនិយាយទេខ្ញុំមិនបានធ្វើឲ្យវាពិបាកសម្រាប់គាត់ទេប៉ាខ្ញុំសន្យាជាមួយប៉ាថាប៉ាមិនបានឲ្យអ្នកណាដែលខ្ញុំចូលចិត្តរៀបការជាមួយខ្ញុំអស់រយៈពេល5ឆ្នាំមកហើយត្រឡប់ទៅភៀកខាងត្បូងស៊ីនជាងវិញហើយរៀបការ5ឆ្នាំទៅខ្ញុំនឹងត្រឡប់ទៅរៀបការវិញអាឈីកុំខឹងអីធ្វើល្អកុំធ្វើឈុតឆាកដែលអាម៉ាស់នៅទីសាធារណៈខ្ញុំដឹងថាអ្នកមានអារម្មណ៍ថាត្រូវគេធ្វើបាបប៉ុន្តែយូរូទុនខ្សោយណាស់ឥឡូវនេះខ្ញុំនៅម្នាក់ឯងក្នុងភូមិនេះព្រោះខ្ញុំបានសន្យាថានឹងមើលថែនាងពេញមួយជីវិតរបស់ខ្ញុំយើងត្រូវតែទទួលខុសត្រូវចំពោះនាងនាពេលអនាគតខ្ញុំនឹងប្រព្រឹត្តចំពោះអ្នកទាំងពីរដូចគ្នាអ្នកផ្សេងទៀតក៏មានដែរយីរូក៏ត្រូវតែមានដែរចូលមានចិត្តទូលាយជាងនេះទៅទៀតកុំធ្វើឲ្យវាពិបាកសម្រាប់ខ្ញុំអ្នកទាំងអស់គ្នាកំពុងនិយាយអំពីអ្នកនាងអាឈីតើនឹងមានបញ្ហាអ្វីកើតឡើងលើកនេះកាលពីមុនថៅកែត្រូវនិយាយមួយម៉ាត់ទៀតទៅកាន់អ្នកស្រីលីននាងថែមទាំងអាចផ្ដួលរំលំបន្ទាយទៀតផងនោះមិនមែនជាករណីធម្មតានៅពេលនេះទេនាងប្រហែលជាយំនឹងរអ៊ូតមជាយូរមកហើយសិនឆេខ្ញុំបាននិយាយថាខ្ញុំនឹងរងចាំអ្នកត្រឹមតែ5ឆ្នាំប៉ុណ្ណោះថ្ងៃនេះជាថ្ងៃចុងក្រោយហើយអាឈីតើអ្នកបាននិយាយអ្វីបងស្រីអាឈីចៅវាយមានអ្នកនៅក្នុងចិត្តហើយថ្ងៃនេះគាត់គ្រាន់តែចង់តបស្នងគុណវិញណាគុំបារម្ភអីខ្ញុំពិតជាអាចផឹកស្រាអាពាហ៍ពិពាហ៍រវាងអ្នកនិងចៅវាយមុនថ្ងៃចូលឆ្នាំថ្មីបានមែនប៉ុណ្ណឹងហើយតើអ្នកណាដែលមិនដឹងថាអ្នកនិងចៅវាយជាគូដ៏ល្អឥតខ្ចោះចៅវាយអ្នកដឹងច្បាស់ណាស់ថានៅក្នុងកុលសម្ព័ន្ធទោះបីអ្នកផ្ដោស្បែកចករបស់អ្នកទៅអ្នកណាក៏ដោយអ្នកកំពុងសុំរៀបការជាមួយគាត់ស្ត្រីរបស់យើងបន្ទាបខ្លួនដើម្បីនិយាយជាមួយអ្នកបន្ទាប់ពីរស់នៅលើភ្នំអស់រយៈពេលជាច្រើនឆ្នាំតើអ្នកអាចបន្តធ្វើឲ្យនាងរងនៅភាពអយុត្តិធម៌ទាំងនេះដោយរបៀបណាបើអ្នកចង់ជ្រើសរើសផ្ទះពីរក្នុងពេលតែមួយសូមនិយាយទៅស្ត្រីវ័យក្មេងរបស់យើងក៏មិនទៅជាមួយអ្នកដែរជាមួយនឹងនិស្ស័យរបស់នាងវាមិនអាចទៅរួចទេក្នុងការបម្រើប្តីដូចគ្នាជាមួយក្មេងស្រីបៃតងផ្សេងទៀតតើអ្នកកំពុងបង្ខំឲ្យឆេមែនទេខ្ញុំមិនដែលគិតចង់ឆ្លោះជាមួយប្អូនស្រីអាឈីទេគ្រាន់តែថាអាឈើមានចិត្តស្រឡាញ់និងចិត្តល្អពេកតើអត្តសញ្ញាណរបស់ប្អូនស្រីអាឈីជាអ្វីមនុស្សគ្រប់គ្នានៅក្នុងកុលសម្ព័ន្ធស្គាល់ក្មេងស្រីកំព្រាម្នាក់ដែលអាចមានឲ្យមើលថែខ្ញុំអស់រយៈពេលជាច្រើនឆ្នាំវាជាពរជ័យដ៏អស្ចារ្យមួយនៅក្នុងពិភពលោកដ៏លំបាកនេះប្រសិនបើមិនមែនដោយសារការការពាររបស់ឲ្យទេខ្ញុំខ្លាចថានាងត្រូវបានកាត់បន្ថយទៅជាប្រពន្ធចុងយូរមកហើយឬលោកប្រាក់ចិញ្ចឹមជីវិតដោយទទួលយកអតិថិជនឥឡូវនេះខ្ញុំអាចឈរត្រង់បានឈរនៅទីនេះហើយធ្វើពុតជាឆ្មើងឆ្មៃវាជាសំណាងហើយហេតុអ្វីត្រូវបង្ខំឲ្យរៀបការនិយាយពាក្យជាចាប់ទាំងនេះទៅខ្ញុំមិនដែលហ៊ានសុំឋានៈទេប៉ុន្តែគំនិតរបស់អាឆេខ្ញុំក៏មិនចង់ឲ្យគាត់ខកចិត្តដែរចុះបើយើងជាបងប្អូនស្រីរស់នៅជាមួយគ្នាបានល្អនៅថ្ងៃអនាគតចៅហ្វាយប្រសិនបើអ្នកទូចឲ្យនាងផ្ដោស្បែកចកនៅថ្ងៃនេះខ្ញុំនឹងបាត់បង់នារីវ័យក្មេងរបស់ខ្ញុំជារៀងរហូតតើអ្នកប្រកាសទេមិនអីទេម្ចាស់របស់អ្នកមិនទាន់បាននិយាយអ្វីនៅឡើយទេអ្នកបានបង្កបញ្ហាមុនហើយអាជីគ្រាន់តែជាស្បែកចកទេតើអ្នកបារម្ភទេតើខ្ញុំអាចផ្ដល់ឲ្យអ្នកនៅ10ក្នុងចំណោមពួកវានៅពេលក្រោយបានទេនឹកគាត់5ឆ្នាំហើយខ្ញុំស្រឡាញ់គាត់អស់ពីចិត្តចង់លះបង់អត្តសញ្ញាណខ្ញុំក៏ចង់ទៅអំដំណើរគាត់ដើម្បីស៊ូទ្រាំនឹងការលំបាកក្នុងកុលសម្ព័ន្ធដែរប៉ុន្តែនៅទីបញ្ចប់នៅតែមិនអាចផ្លាស់ប្ដូរគាត់បានជំរឿនមួយដោយមិនស្ទាក់ស្ទើរខ្ញុំគ្មានអ្វីត្រូវប្រកាន់ខ្ជាប់ទៀតទេតើអ្នកបានឃើញវាទេតោះទៅម្ដងទៀតវាដូចនេះរាល់ពេលបង្កភាពចលាចលហើយចេញទៅបន្ទាប់មកក្នុងរយៈពេល2ថ្ងៃគាត់បានត្រឡប់មកវិញដោយខ្លួនឯងបងស្រីអាឈីសំនឹងទទួលបានការចិញ្ចឹមបីបាច់នៅជើងភ្នំល្បិចនៃការលេងយ៉ាងលំបាកនេះពិតជាគ្មាននរណាម្នាក់នៅក្នុងកុលសម្ព័ន្ធរបស់យើងដែលអាចគូបគងយើងបានទេមកអនុញ្ញាតឲ្យខ្ញុំភ្នាល់ប្រាក់10ដុំភ្នាល់លើប្អូនស្រីអាឈីហើយចំណាយពេលយប់នេះនឹងត្រឡប់មកវិញដោយស្ដាប់បង្គាប់ដូចមុនធ្វើដូចជាគ្មានអ្វីកើតឡើងខ្ញុំភ្នាល់20តើភ្នាល់ថានាងអាចនៅបានយូរជាងនេះ3ថ្ងៃ3ថ្ងៃហាខ្ញុំភ្នាល់ថាយប់ស្អែកអ្នកត្រូវតែត្រឡប់មកវិញដោយអស់សង្ឃឹមហាការលេងល្បែងនេះកើតឡើងជារៀងរាល់ឆ្នាំជាពិសេសនៅសែនឈីពេញចិត្តយូរូម្ដងហើយម្ដងទៀតបន្ទាប់ពីឆ្លោះជាមួយខ្ញុំមនុស្សនៅក្នុងកុលសម្ព័ន្ធតែងតែព្យាយាមចំអកឲ្យខ្ញុំពួកគេនិយាយត្រូវក្នុងឆ្នាំមុនខ្ញុំពិតជានឹងត្រឡប់មកវិញប៉ុន្តែឆ្នាំនេះវាមិនត្រូវការ3ថ្ងៃទេមនុស្សរបស់ឪពុកនឹងមកដល់ហើយការភ្នាល់នេះដែលធ្វើឲ្យខ្ញុំសើចចំអកវាពិតជាលើកចុងក្រោយហើយ
ហាទុកឲ្យខ្ញុំទៅជួយនាងតូចឈប់តស៊ូទៅយប់នេះអ្នកមិនអាចរត់គេចបានទេយកជីវិតរបស់អ្នកទៅកុំខ្លាចអីចងចាំខ្ញុំផងខ្ញុំនៅទីនេះហើយមិនអីទេអ្នកជានរណាចាំឈ្មោះខ្ញុំផងខ្ញុំនឹងការពារអ្នកចាប់ពីពេលនេះទៅសិនឆេអាឈីរបៀបដែលអ្នកគូធ្នូនឹងបាញ់ព្រួញវាស្អាតបំផុតក្នុងលោកប្តីខ្ញុំស្លាប់គ្មានទីពឹងទេខ្ញុំអាចមកសុំជ្រកកោនជាមួយអ្នកបានតែប៉ុណ្ណោះសិនឆេសម្លឹងមើលអតីតស្ត្រីដែលរារាំងកំបិតសម្រាប់គាត់បាននៅស្ងៀមអស់រយៈពេលយូរអាឈីនាងគឺជាសង្សារកាលពីកុមារភាពរបស់ខ្ញុំមិនអាចមើលរំលងវាបានឡើយចាប់តាំងពីពេលនោះមកអ្វីចាប់ផ្ដើមផ្លាស់ប្ដូរការភ្នាល់របស់ខ្ញុំជាមួយឪពុកខ្ញុំបានចាញ់ខ្ញុំនឹងចាកចេញពីទីនេះទទួលខុសត្រូវជាម្ចាស់ក្ត្រីនៃភាគខាងត្បូងស៊ីនជៀងបង្កើតសន្តិភាពជាមួយប្រទេសដទៃទៀតមិនដែលបានជួបគាត់ម្ដងទៀតទេចាប់តាំងពីពេលនោះមកនៅថ្ងៃបន្ទាប់សេនឈីនិងលេងយឺរូបានរៀបការខ្ញុំមិនចង់ចូលរួមក្នុងការសប្បាយទេខ្ញុំគ្រាន់តែរងចាំឪពុកខ្ញុំចាត់នរណាម្នាក់មកទទួលខ្ញុំនោះខ្ញុំនឹងលែងមានអ្វីពាក់ព័ន្ធនឹងសេនឈីទៀតហើយបងស្រីអេខែថ្ងៃនេះជាថ្ងៃដ៏សំខាន់បំផុតក្នុងជីវិតរបស់ប្អូនស្រីខ្ញុំចាំមើលថាតើអ្នកអាចផ្ដល់ផ្ទះរបស់អ្នកទៅឲ្យប្អូនស្រីរបស់អ្នកបានដែរឬទេចាប់ពីពេលនេះទៅខ្ញុំនឹងក្លាយជាមនុស្សរបស់អាឈីប៉ុន្តែខ្ញុំនៅតែមានកូននៅជាមួយខ្ញុំមានតែបន្ទុកសំខាន់មួយប៉ុណ្ណោះនៅក្នុងទីធ្លារបស់ខ្ញុំវាតែងតែមិនស្រួលឈីយូរូត្រជាក់ទីធ្លារបស់អ្នកគឺត្រឹមត្រូវណាស់ប្រសិនបើអ្នកសុខចិត្តចុះចាញ់ប្រសិនបើអ្នកមានសំណើណាមួយសូមសួរដោយសប្បុរសទីធ្លានេះនិងបុរសម្នាក់នេះត្រូវបានផ្ដល់ឲ្យអ្នកនៅអឆៃអាឈីខ្ញុំដឹងថាអ្នកខឹងប៉ុន្តែវាពិតជាមិនងាយស្រួលសម្រាប់យូអេរូទេគ្រាន់តែគិតថាវាជាការជួយខ្ញុំលើកនេះប្រយ័ត្នខ្លួនណាអ្នកទៅស្នាក់នៅជាមួយយូអេរូមុនគេខ្ញុំនឹងទៅជាមួយអ្នកពេលក្រោយខ្ញុំពិតជានឹងប្រព្រឹត្តចំពោះអ្នកពីរដងនៅពេលអនាគតយល់ព្រមឬអត់មានស្នាមខ្មាស់អៀននៅក្នុងភ្នែករបស់គាត់ប៉ុន្តែកាន់តែប្រកាសប្រជាខ្ញុំប្រកាសថាខ្ញុំនឹងងក់ក្បាលហើយសម្របសម្រួលឈីអាឆេអាឈឺតើអ្នកអាចស្នាក់នៅជាមួយខ្ញុំយប់នេះបានទេអ្នកបានផ្ដល់ឲ្យខ្ញុំនៅមិត្តភាពដ៏មានតម្លៃខ្ញុំគ្មានអ្វីត្រូវសង្វេគទេបើអ្នកមិនចង់ស្នាក់នៅយប់នេះទេនោះខ្ញុំខ្លាចថាខ្ញុំនឹងក្លាយជាវាជារឿងកំប្លែងមួយនៅក្នុងកុលសម្ព័ន្ធទាំងមូលយឺរូគុំយំអីខ្ញុំមិនបានរងចាំគាត់នៅយប់នោះទេគាត់ក៏មិនបានមកដែរព្រះនាងតើអ្នកពិតជាត្រៀមខ្លួនរៀបការហើយឬនៅខ្ញុំតែងតែស្រមៃចង់នៅជាមួយមនុស្សដែលអ្នកស្រឡាញ់ពេញមួយជីវិតរបស់អ្នកប៉ុន្តែឥឡូវនេះខ្ញុំគ្រាន់តែចង់ចែករំលែកកង្វល់របស់ឪពុកខ្ញុំទទួលយកការទទួលខុសត្រូវរបស់ព្រះនាងនៃភាគខាងត្បូងស៊ីនជាងអាឈីតើអ្នកនឹងរៀបការជាមួយអ្នកណាមកនេះចៅវាយប៉ុន្តែមានរឿងអ្វីមួយបានកើតឡើងអាឈីអ្នកមិនបានហៅខ្ញុំបែបនោះទេពីមុនមកខ្ញុំសូមជូនពរឲ្យអ្នកនិងលិនយរងនៅជាមួយគ្នាជារៀងរហូតស្រឡាញ់គ្នាអស់មួយជីវិតខ្ញុំមិនត្រូវបានអនុញ្ញាតទេអាឈីហេតុអ្វីបានជាអ្នកចង់ចុះពីលើភ្នំភ្លាមតើអ្នកអាចទៅណាទៀតប្រសិនបើអ្នកចាកចេញពីខ្ញុំ
សូងអាគីអ្នកអស់ហើយខ្ញុំនិយាយអស់ហើយខ្ញុំមិនបានប៉ះអ្នកណាផ្សេងទេចំណែកឯអ្នកវិញកាន់កាបូបមួយគូតើអ្នកគិតថាខ្ញុំមើលទៅខ្វក់ទេកាលខ្ញុំជួយសង្គ្រោះអ្នកពីចោរលួចសេះពេលត្រូវបានជួយសង្គ្រោះអ្នកអញញ៉ៃពេលដេកនៅក្រោមមនុស្សទាំងនោះខ្ញុំមិនដែលគិតថាអ្នកខ្វក់ទេឥឡូវអ្នកមិនចូលចិត្តខ្ញុំដែរមកទេវាហាក់ដូចជាយូរូនិយាយត្រូវខ្ញុំបានបំផ្លាញអ្នកអស់ជាច្រើនឆ្នាំមកហើយអ្វីដែលធ្វើឲ្យអ្នកគ្មានច្បាប់បែបនេះខ្ញុំធ្លាប់ស្រក់ទឹកភ្នែកអ្នកនឹងមានការភ័ន្តច្រឡំលួងលោមខ្ញុំដោយស្មោះឥឡូវនេះវាគ្រាន់តែជាចំនួនមួយប៉ុណ្ណោះហេតុអ្វីត្រូវរៀបចំកម្មវិធីអ្នកគិតឲ្យច្បាស់សិនបើអ្នកនៅតែចង់រៀបការជាមួយខ្ញុំនៅតែនឹងរៀបការជាមួយអ្នកជាមួយនឹងសេរីរុងរឿងទាំងអស់របស់ខ្ញុំប៉ុន្តែចាប់ពីពេលនេះទៅអ្នកនឹងត្រូវបានគោរពដោយយូរូយ៉ាងណាមិញគាត់គឺជាមនុស្សចាស់ម្នាក់ពេលអ្នកគិតអំពីវាសូមមកសាលធំបំរើតែឲ្យគាត់អាឈីកុំធ្វើឲ្យខ្ញុំខកចិត្តម្ដងទៀតអីអ្នកគួរតែយកចិត្តគេមនុស្សដូចអ្នកដែលត្រូវបានចោរលួចសេះបំផ្លាញអស់ខ្ញុំមិនខ្វល់ទេសុខចិត្តរៀបការជាមួយអ្នកវាហាក់ដូចជាលើកនេះគាត់នឹងខកចិត្តម្ដងទៀតតើអ្នកធ្លាប់ឬទេសុងអាគីនោះវាបានបង្ហាញថាចោរលួចសេះបានបំផ្លាញរាងកាយរបស់គាត់គ្មានអ្វីចម្លែកទេដែលចៅហ្វាយខ្ញុំចង់រៀបការជាមួយនរណាម្នាក់ពីខាងក្រៅហើយក៏មិនផ្ដល់ឋានៈដល់នាងដែរវាបង្ហាញថាខ្ញុំមិនច្បាស់ទេខ្ញុំក៏បានស្ដីបន្ទោសអ្នកស្រីលីនខុសដែរពីមុនខ្ញុំគិតថាអ្នកស្រីលីនជាអ្នកជ្រៀតជ្រែកបំផ្លាញអារម្មណ៍មនុស្សវាបង្ហាញថាថៅកែមិនចង់រៀបការជាមួយនាងតតែសោះយប់មិញនៅតែមានពាក្យចាមអារ៉ាមនៅក្នុងកុលសម្ព័ន្ធលេងយូរូបានបំផ្លាញទំនាក់ទំនងរបស់ខ្ញុំជាមួយសេនឈីថៃមិនច្បាស់លាស់ទេអ្វីបានផ្លាស់ប្ដូរភ្លាមឥឡូវនេះខ្ញុំជាមនុស្សដែលគ្មានទោសផ្ទុយទៅវិញនាងបានក្លាយជាមនុស្សឲ្យអាណិតដែលត្រូវបានអាណិតព្រះនាងពេលដែលព្រះអង្គជួបចោរលួចសេះមានតែសេនឈីទេដែលដឹងការពិតអ្នកច្បាស់ជាត្រូវបានជួយសង្គ្រោះដោយគាត់ទាន់ពេលវេលាអ្នកមិនធ្វើដូច្នោះទេវាលែងសំខាន់ទៀតហើយតោះទៅឈីចាប់វាហាក់ដូចជាប្អូនស្រីអាគីនៅតែបដិសេធមិនទទួលយកខ្ញុំជាមនុស្សក្រៅវាជារឿងធម្មតាទេដែលនាងមើលងាយខ្ញុំមិនបន្ទោសនាងទេទៅមើលថានាងសុខសប្បាយជាទេប្រាប់នាងកុំឲ្យរងចាំបើអ្នកពិតជាមិនចង់មកទេចង់គាត់ទៅមានតែសញ្ញាត្បូងធំពីគ្រួសាររាជវង្សស៊ីនជាងភាគខាងត្បូងប៉ុណ្ណោះដែលត្រូវបានរកឃើញនៅក្នុងផ្ទះវាហាក់ដូចជាត្រូវបានរៀបរាប់ខាងលើបងស្រីអាឈីគឺជាព្រះនាងនៃភាគខាងត្បូងស៊ីនជាងព្រះមហាក្សត្របានបញ្ជាឲ្យនាងត្រឡប់ទៅវិញហើយទទួលយកអាពាហ៍ពិពាហ៍រៀបការជាមួយព្រះអង្គម្ចាស់ណានចៅ3ថ្ងៃក្រោយមកតើអ្នកបាននិយាយអ្វី3ថ្ងៃក្រោយមក3ថ្ងៃក្រោយមកព្រះនាងសង់អេខេនៃភាគខាងត្បូងឆេងយ៉ាងរៀបការជាមួយព្រះអង្គម្ចាស់ណែនយ៉ាវតើថៃអាចក្លាយជាព្រះនាងដោយរបៀបណាជាក់ស្ដែងនាងគ្រាន់តែជាក្មេងកំព្រាម្នាក់ប៉ុណ្ណោះនាងបាននៅជាមួយខ្ញុំអស់រយៈពេល5ឆ្នាំមកហើយប្រសិនបើនាងជាព្រះនាងតើវាអាចទៅរួចដោយរបៀបណាចៅហ្វាយយើងទាំងអស់គ្នាជាពលរដ្ឋនៃភាគខាងត្បូងស៊ីនជាងត្រារាជវង្សនៅលើនេះប្រជាពលរដ្ឋគ្រប់រូបនៅភាគខាងត្បូងនៃតំបន់ស៊ីនជាងទទួលស្គាល់វាខ្ញុំគិតថាវាទំនងជាការពិតសូមគិតអំពីការសន្ទនារបស់បងស្រីអាឈីពួកគេខុសពីក្មេងស្រីនៅក្នុងកុលសម្ព័ន្ធរបស់យើងហើយក្មេងស្រីនោះតែងតែនិយាយអំពីគ្រួសាររបស់ពួកគេឲ្យបានគ្រប់គ្រាន់ភាគខាងត្បូងស៊ីនជាងគឺនៅឆ្ងាយពីភូមិរបស់យើងឆ្លងកាត់ភ្នំនិងទន្លេប្រសិនបើប្អូនស្រីអាឈីពិតជាព្រះនាងមែនហេតុអ្វីបានជាវាលេចឡើងនៅទីនេះតើព្រះនាងអាចធ្វើដំណើរដោយគ្មានអ្នកអំដំណើរយ៉ាងដូចម្តេចតើខ្ញុំអាចនៅម្នាក់ឯងយ៉ាងដូចម្តេចអ្នកបានជួយសង្គ្រោះខ្ញុំពីចោរលួចសេះនោះគ្មានព្រះនាងណានៅលើโลกនេះទេគាត់នឹងរងការខូចខាតដោយចោរលួចសេះមែនទេខ្ញុំនិយាយវាម្ដងទៀតនាងមិនត្រូវបានគេធ្វើបាបដោយចោរលួចសេះទេខ្ញុំបានមកដល់ទាន់ពេលនៅថ្ងៃនោះអ្នកមិនត្រូវបានអនុញ្ញាតឲ្យនិយាយពាក្យទាំងនេះម្ដងទៀតនៅពេលអនាគតទេបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាងមិនអីទេខ្ញុំជាអ្នកដែលមិនសុំទោសប៉ុន្តែឈ្មោះអាឈីវាមិនដូចអ្វីដែលព្រះនាងនៃប្រទេសគួរមាននោះទេឈីត្រូវបានគេបោះចោលវាស្ដាប់ទៅដូចជាវាសម្រាប់តែមនុស្សក្រីក្រដើម្បីរកប្រាក់ចិញ្ចឹមជីវិតប៉ុណ្ណោះឈ្មោះចៃដនក្រៅពីនេះនាមត្រកូលរបស់អធិរាជនៅភាគខាងត្បូងស៊ីនជាងគឺបៃ
ដូចគ្នានឹងតួអង្គចម្រៀងរបស់នាងដែរមិនអាចវាជាមួយស្ត្រីល្ងងខ្លៅ8បង្គោលបានទេបោះបង់ចោលពាក្យថាតើវាអាចមានន័យថាគ្រាន់តែបោះបង់ចោលវាដោយរបៀបណាខ្ញុំធ្លាប់បានធ្វើដំណើរទៅភាគខាងត្បូងនៃតំបន់ស៊ីនជៀងខ្ញុំធ្លាប់បានឮឈ្មោះព្រះនាងនោះជាបុត្រីតែមួយគត់របស់ស្ដេចនៃភាគខាងត្បូងនៃតំបន់ស៊ីនជៀងឈ្មោះក្រមុំរបស់ខ្ញុំគឺបៃវ៉ាន់ឈ្មោះហៅក្រៅគឺសុងអាឈីសុងគឺជានាមត្រកូលរបស់ព្រះនាងនៃភាគខាងត្បូងស៊ីនជៀងឈីគឺជាឈ្មោះក្រមុំរបស់ព្រះនាងនោះជាវិធីកាន់ទុក្ខភរិយាដែលបានស្លាប់របស់គាត់វាមិនមែនជាឈ្មោះចៃដន្យទេមានមនុស្សជាច្រើនដែលមានឈ្មោះនិងនាមត្រកូលដូចគ្នានៅក្នុងលោកនេះខ្ញុំក៏ជាស្ត្រីម្នាក់ដែរខ្ញុំអាចយល់ពីបំណងប្រាថ្នារបស់នាងក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់អល់ចាត្រារាជវង្សคล้ายនេះច្បាស់ជារឿងកំ pl ែងមួយសម្រាប់ជីវិតគ្រួសារទាំងមូលយ៉ាងហោចបំផុតបងស្រីអាឈីគឺជានារីវ័យក្មេងម្នាក់ដែលមានអារម្មណ៍ឆេវឆាវពឹងផ្អែកលើចំណេះដឹងខ្លួនឯងចុះហេតុអ្វីបានជាអ្នកហ៊ានក្លាហានយ៉ាងនេះឈឺណាស់ខ្ញុំមិនអនុញ្ញាតឲ្យប្អូនស្រីអាឈីបម្រើតែឲ្យខ្ញុំទេកុំបារម្ភអីនាងគ្មានកន្លែងណាត្រូវទៅទេខ្ញុំជឿថាវានឹងចំណាយពេលតិចជាង2ថ្ងៃនាងនឹងត្រឡប់មកវិញដោយស្ដាប់បង្គាប់បើនាងមិនត្រឡប់មកវិញទេខ្ញុំនឹងទៅជាមួយអ្នកដើម្បីរកនាងល្អឬអត់យូអឺរូខ្ញុំគោរពអ្នកនឹងការពារអ្នកវាដោយសារតែបងប្រុសរបស់ខ្ញុំបានរារាំងកាំបិតនោះឲ្យខ្ញុំគាត់បានប្រគល់នាងនៅលើគ្រែស្លាប់ខ្ញុំមិនអាចជួយបានក្រៅពីរាយការណ៍ទេប៉ុន្តែសេចក្តីសប្បុរសគឺជាសេចក្តីសប្បុរសនិងសេចក្តីស្រឡាញ់យូអេរូសូមយកចិត្តទុកដាក់ចំពោះអត្តសញ្ញាណរបស់អ្នកនាពេលអនាគតខ្ញុំបាននិយាយពាក្យទាំងនេះកាលពីយប់មិញវាច្បាស់គ្រប់គ្រាន់ហើយមិនចង់និយាយវាម្ដងទៀតទេអាឆេវូមានអ្នកណាមកបញ្ជូននាងត្រឡប់ទៅផ្ទះវិញដើម្បីសម្រាកអ្វីដែលខ្ញុំដឹង5ឆ្នាំមុនព្រះនាងតូចនៃភាគខាងត្បូងស៊ីនជាងបានរត់គេចពីអាពាហ៍ពិពាហ៍ហើយបានចាក់ចេញពីរាជវាំងមុនពេលចាក់ចេញនាងបានអំពាវនាវឲ្យភ្នាល់ជាមួយព្រះមហាក្សត្រនៃភាគខាងត្បូងស៊ីនជាងប្រសិនបើខ្ញុំអាចរៀបការជាមួយមនុស្សដែលខ្ញុំចូលចិត្តក្នុងរយៈពេល5ឆ្នាំស្ដេចនៃភាគខាងត្បូងស៊ីនជាងមិនអាចបញ្ឈប់វាបានទេប្រសិនបើអ្នកនៅតែមិនអាចទទួលបានអ្វីដែលអ្នកចង់បានបន្ទាប់ពី5ឆ្នាំបន្ទាប់មកត្រឡប់មកវិញដោយស្ដាប់បង្គាប់ទទួលខុសត្រូវជាព្រះនាងបង្កើតសន្តិភាពជាមួយប្រទេសដទៃទៀតនៅពេលដែលព្រះនាងតូចបានរត់គេចពីអាពាហ៍ពិពាហ៍ជាលើកដំបូងរូបគំនូររបស់ស្ដេចសេងហ្វាភាគខាងត្បូងស៊ីនជាងកំពុងត្រូវបានស្វែងរកយ៉ាងទូលំទូលាយខ្ញុំមានសំណាងណាស់ដែលបានជួបអ្នកម្ដងខ្ញុំគិតថាព្រះនាងតូចមានការភ្ញាក់ផ្អើលដូច្នេះខ្ញុំបានចម្លងមួយជាឯកជនប្រសិនបើអ្នកចង់ប្រាប់ពីភាពខុសគ្នានៃអត្តសញ្ញាណរបស់អ្នកនាងអល់ជីគ្រាន់តែក្រឡេកមើលរូបគំនូរនេះហើយអ្នកនឹងដឹងមិនចាំបាច់ទេសិនឈីខ្ញុំបាននិយាយថាខ្ញុំនឹងរងចាំអ្នកត្រឹមតែ5ឆ្នាំប៉ុណ្ណោះថ្ងៃនេះជាថ្ងៃចុងក្រោយហើយអោព្រះជាម្ចាស់ឲ្យសប្តាហ៍ថ្ងៃនេះតែងតែនៅជុំវិញចៅវាយបងស្រីអាឈីដែលក៏ញ៉ាំអាហារនិងរស់នៅជាមួយយើងដែរនាងពិតជាព្រះនាងនៃភាគខាងត្បូងស៊ីនជាងឲ្យខ្ញុំคล้ายវាប្រហែលជារឿងចៃដន្យហើយតើព្រះនាងអាចនៅទីនេះជារៀងរាល់ថ្ងៃដោយរបៀបណានៅក្នុងផ្ទះបាយពោពេញដោយផ្សែងប្រេងលាងសម្អាតនិងចម្អិនឲ្យខ្ញុំដៃរបស់នាងឆ្ងាញ់ណាស់ពីមុនមកក្រោយមកពួកវាទាំងអស់បានកើតជាស្បែកក្រាស់តើវាអាចទៅរួចដោយរបៀបណាកុលសម្ព័ន្ធនេះខ្វះខាតស្បៀងអាហារកាលពី3ឆ្នាំមុននាងមិនស្ទាក់ស្ទើរក្នុងការយកគ្រឿងអលង្ការដ៏មានតម្លៃទាំងអស់ចេញទេសម្បត្តិមាសសម្រាប់គ្រាអាសន្នកាលពី2ឆ្នាំមុនខ្ញុំត្រូវបានគេបំពោលនាងជាក្មេងស្រីម្នាក់ដែលគ្មានម្រាមដៃនៅក្នុងទឹកនីតិក្រដៅម្រាមដៃហូរឈាមបានឡើងភ្នំ3ដើម្បីយកថ្នាំឲ្យខ្ញុំនាងបានត្រឡប់មកវិញហើយញឹមហើយប្រាប់ខ្ញុំថាវាមិនឈឺទេចៅហ្វាយបងស្រីអាឈីទេព្រះនាងតូចនាងចូលចិត្តអ្នកខ្លាំងណាស់ប្រហែលជានាងគ្រាន់តែចុះពីលើភ្នំដើម្បីសម្រាករងចាំ2ថ្ងៃនាងខឹងខ្លាំងណាស់តើនៅតែដូចមុនទេដើរត្រឡប់មកវិញដោយខ្លួនឯងអាឆេមិនចាំបាច់ទេខ្ញុំបាននិយាយថាខ្ញុំនឹងរងចាំអ្នកត្រឹមតែ5ឆ្នាំប៉ុណ្ណោះថ្ងៃនេះជាថ្ងៃចុងក្រោយហើយលែងមានទៀតហើយនាងនឹងមិនត្រឡប់មកវិញទេវាគឺជាខ្ញុំដែលបានសម្លាប់អេខេរបស់ខ្ញុំដោយដៃរបស់ខ្ញុំផ្ទាល់ថ
ហើយកែមានសុខភាពមិនល្អបងប្អូននៅជើងភ្នំមករាយការណ៍គាត់បាននិយាយថាថ្ងៃនេះនៅងឹតនៅឡើយខ្ញុំបានឃើញបងស្រីអាឈីនិងអ្នកនាងលូយៀនកំពុងកាន់អីវ៉ាន់របស់ខ្ញុំរួចក៏ធ្វើដំណើរទៅភូមិខាងត្បូងតើអ្នកនិយាយថានាងបានទៅណាហើយតើនាងអាចទៅណាបានហើយបងប្អូននៅជើងភ្នំបាននិយាយនៅព្រឹកព្រលឹមនេះថាមនុស្សនៅក្នុងកុលសម្ព័ន្ធកំពុងផ្សព្វផ្សាយពាក្យនេះបាននិយាយថាបងស្រីអាឈីនៅជើងភ្នំខ្ញុំត្រូវបានចោលលួចសេះបំផ្លាញជាយូរមកហើយខ្ញុំមិនសមនឹងនៅជាមួយអ្នកទេគាត់ក៏និយាយដែរថាអ្នកដឹងច្បាស់ណាស់លោកខ្ញុំបានរៀបការជាមួយអ្នកស្រីលីនព្រោះខ្ញុំគិតថានាងខ្វក់បងស្រីអាឈីនិងក្មេងស្រីស្លៀកពាក់ពណ៌បៃតងពេលដើរកាត់តូបលក់ស្រាមនុស្សទាំងនោះកំពុងនិយាយខ្លាំងបងស្រីអាឈីអ្នកប្រហែលជាបានឬពួកគេទាំងអស់គ្នាហើយទេនោះមិនមែនជាករណីនោះទេខ្ញុំមិនគិតថានាងខ្វក់ទេខ្ញុំមិនដែលទេនៅឆ្នាំនោះនាងបានជួបប្រទះនឹងចោរលួចសេះខ្ញុំផ្ទាល់បានចូលទៅក្នុងរោងចោរហើយជួយសង្គ្រោះនាងមនុស្សទាំងនោះមិនបានដាក់ម្រាមដៃលើនាងផងនាងគ្មានទោសទេអ្នកទាំងអស់គ្នាកំពុងនិយាយថានាងស្អាតប៉ុណ្ណាមិនដឹងទេក្នុងរយៈពេល5ឆ្នាំកន្លងមកនេះនាងមានសុវត្ថិភាពដូចត្បូងពេជ្រវាត្រូវការពេលយូរណាស់សម្រាប់គាត់ដើម្បីអនុញ្ញាតឲ្យខ្ញុំកាន់ដៃខ្ញុំនាងគឺជាជីវិតទាំងមូលរបស់ខ្ញុំក្មេងស្រីស្អាតបំផុតដែលខ្ញុំធ្លាប់បានឃើញចៅវាយនេះជាពាក្យចាមអារាមបើមិនមែនដោយសារយប់មិញទេវាមកពីផ្ទះថ្មីតើមនុស្សក្នុងភូមិហ៊ានធ្វើបែបនេះនៅទីសាធារណៈដោយរបៀបណាបំផ្លាញកេរ្តិ៍ឈ្មោះបងស្រីអាគីបែបនេះខ្ញុំគ្រាន់តែគិតថានាងអាចស៊ូទ្រាំនឹងការលំបាកបាននាងស្ដាប់ខ្ញុំច្រើនបំផុតតែងតែសំហេតុផលបំផុតអ្នកដែលអាចទ្រាំទ្រនឹងការត្អូញត្អែបានល្អបំផុតខ្ញុំគិតថាវាគ្រាន់តែជាស្បែកចកវាគ្រាន់តែជាចំណងជើងប៉ុណ្ណោះនាងមិនសូវខ្វល់ពីខ្ញុំទេនាងមិនពិបាកបញ្ចុះបញ្ចូលទេតើការមានហេតុផលមានន័យយ៉ាងណានោះក៏ព្រោះតែនាងស្រឡាញ់អ្នកទើបខ្ញុំសុខចិត្តធ្វើបាបខ្លួនឯងដើម្បីអ្នកជន់ឈ្លីមោទនភាពរបស់ព្រះនាងនៃប្រទេសមួយចូលទៅក្នុងភពប៉ុន្តែអ្នកបានបង្ហាញក្តីស្រឡាញ់ចំពោះនាងប្រើវាជាល្បិចចរចាដើម្បីធ្វើបាបនាងដោយឥតប្រយោជន៍រៀបចំសេះរបស់អ្នកខ្ញុំនឹងសុំឲ្យអ្នករៀបចំសេះរបស់អ្នកឲ្យសេះនោះមកខ្ញុំនាំខ្យល់ខ្មៅដែលធ្វើដំណើររាប់ពាន់ម៉ាយក្នុងមួយថ្ងៃចេញមកហើយទៅឲ្យលឿនខ្ញុំនឹងទៅជាងយោខ្ញុំមិនអាចបាត់បង់នាងបែបនេះទេខ្ញុំត្រូវតែដេញនាងមកវិញខ្ញុំចង់ប្រាប់នាងថាខ្ញុំខុសហើយខ្ញុំចង់រៀបការជាមួយនាងម្ដងទៀតនៅចំពោះមុខពិភពលោកទាំងមូលព្រះនាងទាសករបានឮថាព្រះអង្គម្ចាស់នៃណានចៅព្រះនាងកំពុងរង់ចាំកូនក្រមុំនៅក្នុងរាជវាំងរបស់យើងតើអ្នកពិតជាបានគិតអំពីវាមែនទេខ្ញុំពិតជាចង់រៀបការហើយខ្លាចជាព្រះនាងមកុដនៃណានចៅក្នុងរយៈពេល5ឆ្នាំនេះណាអ្នកបានធ្វើវាសម្រាប់សិនឆេដល់កំណាចនោះខ្ញុំលែងត្រូវការកិត្តិយសទៀតហើយអំដំណើរគាត់នៅក្នុងរោងចោរហើយរងទុក្ខលំបាកទាសករម្នាក់នេះដឹងថាអ្នកមានគាត់នៅក្នុងចិត្តរបស់អ្នកចាក់ចេញទាំងស្រុងដូចនេះតើអ្នកពិតជាមិនស្ដាយក្រោយនៅពេលអនាគតទេលែងមានខ្ញុំហើយដែលគួរសោកស្ដាយទៀតហើយមេចោររងងនោះមិនស័ក្តិសមសំបីតែកាន់ស្បែកជើងរបស់ព្រះនាងរបស់យើងការពារព្រះនាងប្រសិនបើចាំបាច់អូយហ៊ីអាឈីខ្ញុំដឹងថាវាខុសខ្ញុំពិតជាដឹងថាខ្ញុំខុសហើយមើលស្បែកចុះទៅខ្ញុំបានទៅបបាញ់អ្នកម្ដងទៀតខ្ញុំនៅម្នាក់ឯងពេញមួយយប់ឡើងភ្នំព្រៅពីរខ្ញុំបានវាដោយដៃរបស់ខ្ញុំផ្ទាល់នៅក្នុងរោងចក្រលើកនេះគ្មានឈាមរបស់អ្នកណាផ្សេងទៀតនៅលើវាទេវាពិសេសសម្រាប់អ្នកអូលោកចៅវាយអ្នកកំពុងច្រៀងបទអ្វីនៅក្នុងពិធីបបាញ់ចចកនៅចំពោះមុខមនុស្សគ្រប់គ្នានៅក្នុងភូមិយកស្បែកចុះពណ៌ស្អាតនោះពេលលាបនៅជើងរបស់ផ្លែព្រូនពណ៌បៃតងល្អរបស់អ្នកមិនគួរឲ្យចាប់អារម្មណ៍ទេតើវាសប្បាយទេខ្ញុំគ្រាន់តែមានការភ័ន្តច្រឡំនៅពេលនោះខ្ញុំគ្រាន់តែចង់តបស្នងសងគុណរបស់ខ្ញុំវិញម្ចាស់នៃភាពភ័ន្តច្រឡំអ្នកមិនភ័ន្តច្រឡំតតែសោះអ្នកដឹងទេនារីរបស់យើងមានចរិតឆេវឆាវខ្លាំងណាស់ខ្ញុំមានអារម្មណ៍ថាមិនថានាងត្រូវគេធ្វើបាបយ៉ាងណាក៏ដោយឲ្យតែអ្នកនិយាយពាក្យល្អពី3ម៉ាត់បើអ្នកឲ្យស្បែកចោដែលបាក់មួយដុំមកខ្ញុំនឹងអត់ទោសឲ្យអ្នកដូច្នេះអ្នកអាចធ្វើការយ៉ាងលំបាកបំផ្លាញភាពស្មោះត្រង់របស់នាងឥឡូវនេះខ្ញុំដឹងថានាងមិនងាយស្រួលបញ្ចុះបញ្ចូលទេឥឡូវនេះនាងជាព្រះនាងដ៏ថ្លៃថ្នូរទើបតែជំនួសវាដោយស្បែកចោបង្ហូរឈាមដេញតាមដូចឆ្កែចេញទៅឥឡូវនេះតើមួយណាល្អជា
ជាងព្រះនាងមកុដឬព្រះនាងកុលសម្ព័ន្ធព្រះនាងរបស់យើងអាចប្រាប់ពីភាពខុសគ្នាបានអ្នកពិតជាគិតថាយើងជាព្រះនាងរបស់យើងនៅពេលនោះអ្នកនោះអាចត្រូវបានវាយដំនិងស្ដីបន្ទោសដោយអ្នកហើយអ្នកអាចមានអារម្មណ៍ថាត្រូវគេធ្វើបាបប្រដាប់ណាអ្នកចង់បានគ្រាន់តែប្រាប់ខ្ញុំនៅពាក្យល្អមួយចំនួនក្មេងស្រីកំព្រាអាឈីដែលត្រូវបានបញ្ចុះបញ្ចូលឲ្យត្រឡប់មកវិញឈប់យកសពទៅអាឈីតើអ្នកអាចនិយាយអ្វីមួយបានទេសូមកុំមើលរំលងខ្ញុំអីអ្នកថែមទាំងអាចស្ដីបន្ទោសខ្ញុំបានទៀតផងកុំនិយាយជាមួយខ្ញុំឲ្យសោះសូមមើលមិត្តភាពអតីតកាលរបស់យើងផងផ្ដល់ឱកាសឲ្យខ្ញុំកែប្រែកំហុសខ្ញុំពិតជាដឹងថាខ្ញុំខុសមែនក្នុងរយៈពេល5ឆ្នាំកន្លងមកនេះខ្ញុំល្ងងខ្លៅណាស់អ្នកត្រឡប់ទៅជាមួយខ្ញុំវិញខ្ញុំនឹងរៀបការជាមួយអ្នកនៅលើកៅអីរថយន្តពណ៌ក្រហមខ្ញុំបានសម្អាតទីធ្លានោះម្ដងទៀតខ្ញុំបានបើកឡានលេងយូរូចេញទៅខ្ញុំពិតជានឹងបើកឡាននាងចេញទៅមែនអាជីគ្រាន់តែមើលមកខ្ញុំម្ដងទៀតហាច្រណែនរំខានអ្នកមិនអាចមានចិត្តទូលាយជាងនេះទេលីនយូរូទើបតែឡើងភ្នំកាលពី1ឆ្នាំមុនខ្ញុំបានទាញដៃអាវរបស់សិនឆេហើយយំសួរគាត់ថាតើគាត់លែងចង់បានខ្ញុំទៀតទេគាត់គ្រាន់តែអង្រួនខ្ញុំចេញដោយអន្តេសាស្ដីបន្ទោសខ្ញុំថាមានចរិតឆេវឆាវនិងច្រណែនរំខានបន្ទោសខ្ញុំដែលមិនបានគិតគូរគ្រប់គ្រាន់ឥឡូវនេះគាត់កំពុងលុតជង្គង់ក្នុងពួកអង្វរខ្ញុំគ្មានសំបីតែស្លាកស្នាមនៃការស្អប់មិនអាចលើកវាឡើងបានទេតើអ្នកហ៊ានរំខានព្រះនាងហើយស្វែងរកសេចក្តីស្លាប់ដោយរបៀបណាចេញដំណើរពីថៃបេវ៉ានៅខាងក្រៅច្រកទ្វារនៃព្រះនាងជីចិនព្រះនាងដែលបានដើរតាមខ្ញុំកាលពី3ថ្ងៃមុនបរោះប្រេតផ្សៃនៅពីក្រោយក្បួនរថយន្តនៅពេលនេះខ្ញុំលែងញ៉ាំឬផឹកទៀតហើយខ្ញុំឃ្លានពេញមួយថ្ងៃទាំងយប់ក្មេងស្រីនេះចេញទៅមើលតើមានរឿងអ្វីកើតឡើងមិនអាចកំចាត់វាចោលបានទេព្រះនាងវានៅតែលុតជង្គង់នៅទីនោះមនុស្សឈួតមែនជង្គង់ទាំងនោះបាក់ជីយូរមកហើយកន្លែងដែលពោពេញដោយឈាមនោះឥដ្ឋថ្មពណ៌សប្រឡាក់ពណ៌ក្រហមឆ្មាំវាយគាត់ដោយដាវនិងកាំភ្លើងបាញ់ទឹកត្រជាក់គាត់មិនចាក់ចេញទេបើខ្ញុំមិនឃើញអ្នកទេខ្ញុំនឹងលុតជង្គង់ស្លាប់នៅទីនេះយកព្រមឲ្យគាត់ទៅទើបតែពេលនេះទេព្រោះខ្ញុំមិនបានញ៉ាំឬផឹកអ្វីអស់រយៈពេល3ថ្ងៃហើយគាត់បានរមៀលចុះពីលើជណ្ដាលអ្នកយាមបានសុំឲ្យយូផឹកទឹកមាត់ពេលគាត់ភ្ញាក់ពីដំណេកភ្លាមគាត់ក៏វាចុះពីលើជណ្ដាលវិញគាត់ក៏បានប្រើធ្មេញចោកតែមួយគត់ដែលនៅសល់លើខ្លួនរបស់គាត់ខ្សែកបានសូកប៉ាន់មន្ត្រីតូចដែលយកអាហារពេលល្ងាចមកសូមប្រគល់សម្បត្តិនេះមកបោះវាចោលទៅខ្ញុំមិនមើលវាទេអាឈីខ្ញុំដឹងថាអ្នកមិនចង់ឃើញខ្ញុំទេខ្ញុំមិនសុំការអភ័យទោសពីអ្នកទេខ្ញុំគ្រាន់តែសុំឲ្យអ្នកអនុញ្ញាតឲ្យខ្ញុំជួបអ្នកខ្ញុំជំពាក់អ្នកនៅការសុំទោសនៅចំពោះមុខអ្នកបានផ្ដល់ឲ្យខ្ញុំ5ឆ្នាំប្រសិនបើអាចខ្ញុំនឹងសងអ្នកវិញសម្រាប់រយៈពេលដែលនៅសល់នៃជីវិតរបស់ខ្ញុំកាលខ្ញុំទៅប្រៀបការជាមួយស្ត្រីមេម៉ាយពេលខ្លះហេតុអ្វីមិនគិតពីយើង5ឆ្នាំដែលព្រះនាងបានផ្ដល់ឲ្យអ្នកវាពិតជាលក្ខពុតនិងគួរឲ្យស្អប់ខ្ពើមណាស់ប្រាប់គាត់ថាមិនចាំបាច់លុតជង្គង់ទេមនុស្សដែលខ្ញុំចង់រៀបការជាមួយគឺនៅទីនោះរួចហើយវាមិនអាចជាគាត់ទេជីវិតនិងសេចក្តីស្លាប់របស់គាត់មៀវជេងវងថេងមិនទទួលខុសត្រូវទេចាប់ឃាតករហើយការពារផ្លូវព្រះនាងអាឈីអ្នកមិនអាចរៀបការជាមួយគាត់បានទេអាឈីសូមក្រឡេកមើលខ្ញុំសូមក្រឡេកមើលខ្ញុំមែនហើយអ្នកបានប្រាប់ខ្ញុំកាលនៅក្នុងកុលសម្ព័ន្ធអ្នកច្បាស់ជាបានប្រាប់ខ្ញុំថាតើអ្នកនិយាយថាអ្នកចង់រៀបការជាមួយអ្នកណាខ្ញុំនេះហើយប្តីតើមនុស្សដូចអ្នកសុំទាននេះជានរណាតើអ្នកហ៊ានធ្វើសម្លេងរំខានបែបនេះនៅក្នុងពិធីរវាងប្រទេសទាំងពីរយ៉ាងដូចម្តេចខ្ញុំបានឮថាគាត់ជាមេចៅមកពីតំបន់ភ្នំខ្ញុំពិតជាបានស៊ីបេះដូងខ្លាឃ្មុំនិងភាពក្លាហានរបស់ខ្លាខិនមែនតើអ្នកហ៊ានចង់បានមែកឈើមាសនិងស្លឹកឈើត្បូងរបស់យើងដោយរបៀបណារំខានដល់សម្ព័ន្ធភាពរវាងណានចៅនិងមេជាងគាត់មានក្បាល9ហើយវាមិនគ្រប់គ្រាន់ដើម្បីកាត់គាត់ចោលទេតើវ៉ាន់ភ្ញាក់ផ្អើលទេប្រសិនបើអ្នកគិតថាមនុស្សម្នាក់នេះរំខានហើយគ្មានសំណាងខ្ញុំបានសុំឲ្យគេវាទាញគាត់ចុះមកដោះស្រាយវាកុំពន្យាពេលវេលាដ៏រុងរឿងរបស់យើងអីព្រះអង្គម្ចាស់សូមទ្រង់មានព្រះហឫទ័យទុកជាមុនគ្រាន់តែជាមនុស្សឈួតម្នាក់ប៉ុណ្ណោះវាមិនសមនឹងខឹងនឹងគាត់ទេវាមិនសមនឹងពន្យាពេលអំណោយរបស់យើងទេសេងឆេអ្នកឈួតមែនទេបើភ្នែកឆ្កែរបស់អ្នកហើយមើលឲ្យច្បាស់ថាថ្ងៃនេះជាថ្ងៃអ្វីនេះជាពេលវេលាដ៏ស្រស់ស្អាតបំផុតនៅក្នុងជីវិតរបស់ព្រះនាងរបស់យើងពិធីមង្គលការដ៏ថ្លៃថ្នូរនិងពិសិដ្ឋបំផុតអ្នកត្រូវបានគ្រប់ដណ្ដប់ដោយធូលីដេតមេដឹកនាំចោលប្លន់ដ៏សាហាវតើអ្នកណាជាអ្នកផ្ដល់ភាពក្លាហានឲ្យអ្នកពូកែរៀបចំផែនការរាជវាំង
រារាំងព្រះនាងមិនឲ្យរៀបការអ្នកពិតជាគិតថាយើងជាគ្រួសារវងមែនទេកំបិតមិនលឿនគ្រប់គ្រាន់ទេបងស្រីឲ្យខ្ញុំមិនឆ្លោះជាមួយអ្នកណាទេគ្រាន់តែខ្ញុំមិនអាចមើលរំលងបានទេមើលអ្នករៀបការជាមួយអ្នកផ្សេងអាជីខ្ញុំមិនចង់បានអ្វីទាំងអស់ខ្ញុំក៏មិនអង្គុយកៅអីកោសម្ព័ន្ធឈីងហ្វេងដែរខ្ញុំបានបោះចោលស្បែកចកនោះខ្ញុំនឹងមិនពាក់ស្បែកចកទៀតទេហើយលីនយូអឺរូខ្ញុំក៏ត្រូវបាននរណាម្នាក់បញ្ជូនចេញដែរអ្នកនឹងខ្ញុំគ្រាន់តែត្រូវត្រឡប់ទៅវិញខ្ញុំមិនចង់បានពួកគេទាំងអស់គ្នាទេគុំធ្វើជាមនុស្សគួរឲ្យអស់សំណើចអីគាត់ត្រូវការវាច្រើនជាងអ្នកទៅទៀតអ្នកអាចទ្រាំទ្រនឹងការសោកស្ដាយបានសិនឆេអ្នកនិយាយថាអ្នកគ្រាន់តែចង់បានខ្ញុំចំពោះអាគីខ្ញុំគ្រាន់តែចង់បានអ្នកប៉ុណ្ណោះដរាបណាអ្នកត្រឡប់មកវិញជាមួយខ្ញុំអ្នកមិនដែលចង់បានខ្ញុំក្នុងរយៈពេល5ឆ្នាំនេះទេមានរឿងច្រើនពេកនៅក្នុងចិត្តរបស់អ្នកចង់បានការសរសើរពីចៅហ្វាយអ្នកត្រូវតែការពារលេងយូរូពីខ្យល់និងភ្លៀងអ្នកនៅតែចង់ឲ្យអ្វីដែលហៅថាសតិសម្បជញ្ញៈរបស់អ្នកអាចមានអារម្មណ៍ស្រួលរបស់ដែលអ្នកចង់បានគឺច្រើនពេកហើយថ្លៃពេកខ្ញុំបេវ៉ាន់គ្រាន់តែជារូបកាយសាច់ឈាមប៉ុណ្ណោះគ្មានលទ្ធភាពទិញវាទេការខ្ញុំស្រឡាញ់អ្នកពីមុនខ្ញុំនៅតែមានអារម្មណ៍សោកសៅទាំងនេះអ្នកអាចបំពេញវាដោយក្តីស្រឡាញ់ប៉ុន្តែឥឡូវនេះខ្ញុំលែងចង់ផ្ដល់វាទៀតហើយអាជីកុំចាក់ចេញអីកុំរៀបការជាមួយគាត់ពិធីនៅតែបន្តមែនហើយព្រះនាងសិនឆេមនុស្សឈួតនោះនៅតែនៅទីនេះពួកគេកំពុងយាមផ្លូវប្រៃសណីនៅខាងក្រៅតុលាការរាជវង្សឥឡូវនេះភ្លៀងធ្លាក់រាល់ថ្ងៃរាងកាយទាំងមូលរបស់គាត់រួញដូចសម្បកឈើចាស់ខ្ញុំក៏មិនទាន់បានបដូរសម្លៀកបំពាក់ប្រឡាក់ឈាមនៅលើខ្លួនខ្ញុំដែរដូចអ្នកសុំទានអញ្ចឹងខ្ញុំបានឮថាកូនសម្ព័ន្ធធេងវិញហៀបនឹងខ្ចាត់ខ្ចាយហើយលីនយូអឺរូនៅទីនេះជាមួយកូនរបស់នាងមានកុបកម្មជាច្រើននៅក្នុងភូមិខ្ញុំចង់ឲ្យសិនឆេត្រឡប់ទៅវិញហើយធ្វើការសម្រេចចិត្តជាលទ្ធផលមិត្តភក្តិជិតស្និទ្ធរបស់សិនឆេបានបញ្ជូនព័ត៌មាននេះទៅសិនឆេដោយបានស្នើសុំឲ្យចាប់ខ្លួនលីនយូអឺរូដោយផ្ទាល់ពេញមួយយប់មនុស្សនិងអីវ៉ាន់របស់ពួកគេត្រូវបានបោះចោលដោយបង្ខំទៅកន្លែងឆ្ងាយបំផុតបានទៅផ្ទះទ្រឹបទ្រោមស្ងាត់ជ្រុងនៅខាងក្រៅភូមិហើយឥឡូវនេះគ្មានលុយមួយកាក់នៅសល់សម្រាប់គាត់ទេនោះជារឿងរបស់គាត់ហើយព្រះនាងឥឡូវនេះគាត់មានជើងពីរព្រោះគ្មានគ្រូពេទ្យព្យាបាលទេវាត្រូវបានសាមដោយភ្លៀងហើយមានខ្ទុះខ្ញុំខ្លាចថាជីវិតរបស់ខ្ញុំទាំងមូលនឹងត្រូវបំផ្លាញគាត់ពិតជាគួរឲ្យអាណិតណាស់អ្នកពិតជាមិនឃើញខ្ញុំទៀតទេតើគាត់បានឃើញចុងក្រោយមែនទេមនុស្សក្រីក្រនៅក្នុងលោកនេះត្រូវតែមានអ្វីមួយដែលគួរឲ្យស្អប់ខ្ពើមវាសនារបស់នាងឥឡូវនេះគឺនាងជ្រើសរើសវាដោយខ្លួនឯងវាមិនមែនជាខ្ញុំទេព្រះនាងកោតទ្រង់គង់ក្នុងពិធីបោបាញ់ចចកនៅចំពោះមុខអ្នកភូមិទាំងមូលឲ្យស្បែកចកទៅលីនយូរូធ្វើឲ្យខ្ញុំខ្លាចជារឿងកំ pl ែងហេតុអ្វីទ្រង់មិនអាណិតខ្ញុំព្រះនាងនិយាយត្រូវវាជាកំហុសរបស់គាត់ផ្ទាល់មិនសមនឹងទទួលបានការអភ័យទោសទេរដូវរងានៅវ៉ាន់ណាំងចៅមិនត្រជាក់ទេផ្កាទាំងនេះនឹងរីកនៅនីតិរដូវព្រះនាងទាសករទើបតែនៅច្រកទ្វារនៃព្រះបរមរាជវាំងខាងកើតខ្ញុំបានរឿងថ្មីជាច្រើនម្ដងទៀតស្ដាប់អ្វីដែលទាសកររបស់ខ្ញុំកំពុងប្រាប់អ្នកស៊ូហ្វូនៅតែជាខ្សែដែលខ្ញុំពាក់មុនគេខ្ញុំនៅតែត្រូវការ1000តោទៀតប៉ុន្តែចៅវាយឈប់លើកជង្គង់ទៅតោះត្រឡប់ទៅវិញភ្លៀងធ្លាក់ខ្លាំងពេកហើយត្រាំជើងរបស់អ្នកម្ដងទៀតបើអ្នកដួលអ្នកនឹងគ្មានប្រយោជន៍តតែសោះកូនសម្ព័ន្ធមិនអាចរស់នៅដោយគ្មានអ្នកបានទេចៅវាយសូមភ្ញាក់ឡើងព្រះនាងតូចបានរៀបការរួចហើយនាងជាអភិជនឥឡូវនេះនាងនឹងមិនត្រឡប់មកជួបអ្នកម្ដងទៀតទេតើអ្នកកំពុងបង្ហាញវាទៅអ្នកណាគ្រាន់តែក្រឡេកមើលមួយផ្លែតខ្ញុំក៏ទទួលស្គាល់កំហុសរបស់ខ្ញុំដែរដរាបណាខ្ញុំគោរពតាមនាងនឹងមានចិត្តទន់ភ្លន់គាត់នឹងចោះចាញ់គាត់ស្រឡាញ់ខ្ញុំបំផុតខ្ញុំនឹងរងចាំអាជីមែនទេអ្នកបានមកជួបខ្ញុំដឹងថាអ្នកមិនអាចឲ្យខ្ញុំទៅណាបានទេកងការពារព្រះបរមរាជវាំងណានចៅតុងតាមបញ្ជារបស់ព្រះអង្គម្ចាស់រាជទាយាទខ្ញុំមកទីនេះដើម្បីផ្ដល់សារមួយដល់អ្នកអាជីតើគាត់បាននិយាយអ្វីតើគាត់សុខចិត្តជួបខ្ញុំទេព្រះនាងមានបន្ទូលថានៅសម័យនោះ5ឆ្នាំគឺគ្រប់គ្រាន់សម្រាប់ទ្រង់ឥឡូវនេះគាត់មិនអាចរងចាំបានទេឯកឧត្តមមិនចាំបាច់ទេខ្ញុំគ្រាន់តែធ្វើពុតជារងចាំនៅទីនេះពួកអភិជននៃវិមានខាងកើតតើយើងអាចមិនអនុញ្ញាតឲ្យស្រមោលឆ្លប់យកការមកលើយើងបានដោយរបៀបណាថែរក្សាខ្លួនឯងផងខ្ញុំរងចាំគាត់មិនបានទេគាត់ពិតជារងចាំខ្ញុំមិនបានមែនថៅកែធំឲ្យថៅកែធំសូមឲ្យលឿនឡើងតើថ្ងៃនោះល្អទេចេញពីផ្លូវទៅយកទឹកក្តៅនិងសម្អាតកម្រាលពូកទៅ
ចៅវាយហេតុអ្វីអ្នកមិននិយាយអ្វីមួយទៅកាន់បងប្អូនម្ចាស់បំណុលទី2បាននាំបងប្អូនជាង50នាក់មកជាមួយកាលពីម្សិលមិញបែងចែកស្តុកគ្រាប់ថេងជាតិនិងសេះសង្គ្រាមនៅលើភ្នំខាងក្រោយដើរចុះពីលើភ្នំពេញមួយយប់ដើម្បីស្វែងរកកន្លែងជ្រកោនមានចោរលួចសេះនៅលើភ្នំក្បែរនោះអ្នកទទួលបន្ទុកទី3ក៏បានចាក់ចេញដែរពេលខ្ញុំចាក់ចេញខ្ញុំបានទុកសៀវភៅបញ្ជីភូមិហើយចុងក្រោយប្រាក់រាប់រយតាល់ក៏បានបាត់បង់ចៅហ្វាយអ្នកគឺជាឆ្អឹងរបស់យើងប្រសិនបើអ្នកដួលកោសម្ព័ន្ធថេងវែងត្រូវបានបញ្ចប់ទាំងស្រុងហើយអាថេមើលស្បែកចប់នេះសម្រាប់អ្នកមានតែអ្នកទេលែងខ្ញុំទៅខ្ញុំជាមេផ្ទះខ្ញុំជាម្ចាស់ស្រីរបស់កោសម្ព័ន្ធឈីងហ្វេងអាឈឺនៅឯណាឲ្យអាឈឺមកជួបខ្ញុំគាត់បានសន្យាថានឹងមើលថែខ្ញុំពេញមួយជីវិតរបស់គាត់តើគាត់អាចបោះខ្ញុំចោលដោយរបៀបណាមកកន្លែងបែបនេះហេងសៅអ្នកកំពុងសុបិនអំពីសុបិនរដូវផ្ការីកនិងរដូវស្លឹកឈើជ្រុះរបស់អ្នកនៅទីនេះថៅកែបាននិយាយថាតើខ្ញុំអាចស្នាក់នៅជាមួយអ្នកនៅខាងក្រៅភូមិបានទេផ្ទះដែលមានជំរកវារួចទៅហើយដោយសារតែរបួសចាក់នៅឆ្នាំនោះនាងពិតជាគិតថានាងជាស្រីកំណានខ្ញុំនឹងមិនចូលទេអាឈឺតើឆ្កែស៊ីមិនសការរបស់អ្នកនៅពេលនោះទេកូននៅតូចណាស់គាត់មិនអាចរស់នៅដោយគ្មានឪពុកបានទេចេញមកមើលយើងចៅវាយបានផ្ញើសារទៅនរណាម្នាក់មើលដោយខ្លួនឯងមនុស្សគ្រប់គ្នាមិនជំពាក់អ្វីគ្នាទៅវិញទៅមកទេតាមពិតគាត់បាននិយាយថាយើងមិនជំពាក់គ្នាទេហា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 ព្រះនាងមើលចុះខ្ញុំបានយកនំអូស្មានធូដែលអ្នកចូលចិត្តហើយនោះសិនឆេគាត់បានដកតំណែងជាមេគ្រូសាចេញខ្ញុំនៅចំពោះមុខអ្នករាល់ថ្ងៃនៅក្នុងផ្ទះឈើទ្រុឌទ្រោមដែលខ្ញុំរស់នៅកោសម្ព័ន្ធនេះត្រូវបានចោរលួចសេះនៅជុំវិញគាត់បានបាត់បង់ជើងទាំងពីរខ្ញុំពឹងផ្អែកលើទានពីមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំជារៀងរាល់ថ្ងៃអាហារដែលនៅសល់1ឬ2ចានដើម្បីរស់មិនខុសពីមនុស្សស្លាប់រស់ទេនោះជារឿងរបស់គាត់រដូវរងានៅវ៉ាន់វ៉ាន់ណែនចៅមិនត្រជាក់ទេរងចាំខែរដូវរងានៅណានចៅពិតជាមិនត្រជាក់ទេផ្កាដែលខ្ញុំបានដាំវានឹងរីកនៅនីតិរដូវក្រោយបានសម្រាលកូនមួយវ៉ាន់ខ្ញុំអាចជានាងស្រែកពីចម្ងាយតើអ្នកកំពុងសម្អាតអ្វីព្រះករុណាគ្មានអ្វីទេគ្រាន់តែជាសម្លៀកបំពាក់ចាស់មួយចំនួនដែលយកមកពីទឹកដីម៉ៅទីសកលហៀបនិងយកវាចេញហើយបោះវាចោលព្រះអង្គម្ចាស់បានចាប់ផ្ដើមពីការទទួលទានអាហារពេលល្ងាចតែម្នាក់ឯងអ្នកអង្គុយនៅទីនេះជាលួនពៃនេះអ្នកបានជូតវាចោល4ដងហើយនៅយប់នេះខ្ញុំគ្រាន់តែគិតថាត្រសើត្បូងថ្មពណ៌ដែលមានជាតិខ្លាញ់ជាមរបស់ណែនចៅឡើងកម្ដៅប៉ុន្តែមនុស្សមួយចំនួនបានស្នាក់នៅលើភ្នំអស់រយៈពេលយូរមកហើយប្រហែលជាខ្ញុំនៅតែមានអារម្មណ៍ថាថ្មីសត្វមានតម្លៃជាងព្រះអង្គម្ចាស់បានយាងទៅបណ្ណាល័យព្រឹកមិញខ្ញុំទើបតែដើរកាត់មកខ្ញុំបានរឿងមួយដែលរីករាយខ្ញុំបានឮថាមានច្បាប់មួយចំនួនដែលមិនបានសរសេរនៅក្នុងទឹកដីម៉ៅនៅពេលដែលបុរសម្នាក់សុំប្រពន្ធគាត់ត្រូវតែផ្ដល់អំណោយដល់នាងចង្គង់ចោកត្រូវបានបបបាញ់ដោយដៃដើម្បីបង្ហាញភាពក្លាហានវ៉ាន់ប្រសិនបើអ្នកចូលចិត្តយកវាទៅជាមួយអ្នកនៅពេលអ្នកនៅម្នាក់ឯងធ្នូដ៏ល្អបំផុតនៅក្នុងវិមានខាងកើតទៅកាន់វាលភ្នំខាងក្រោយហើយក៏កំពុងតាមប្រមាញ់សត្វដ៏ល្អបំផុតរបស់វ៉ាន់ផងដែលចកស្ដអស្ចារ្យបានត្រឡប់មកវិញរុក្ខជាតិបៃតងធ្វើឲ្យថ្ងៃនេះคล้ายជាថ្ងៃមួយយកប្រអប់នោះមកណាមែនហើយព្រះនាងតើព្រះនាងចង់បានរបស់នេះសម្រាប់ធ្វើអ្វីនៅពេលយប់ឆេះល្អរបស់កខ្វក់នេះគួរតែប្រែក្លាយទៅជាផេះតាំងពីយូរយារណាស់មកហើយ
ដូច្នេះព្រះអង្គគម្ចាស់មិនចាំបាច់ផ្លុំខ្យល់ត្រជាក់ទេមិននិយាយពីការបរបាញ់ចោលទេខ្ញុំមិនចង់បានស្បែកចោលទេគ្មានធ្មេញសត្វក្តាន់ដែរខ្ញុំគ្រាន់តែចង់បានឧត្តមគតិរបស់អ្នកមនុស្សល្ងងបើខ្ញុំនៅតែមានគាត់នៅក្នុងចិត្តម្សិលមិញនៅមុខច្រកទ្វារឈាននាងខ្ញុំមិនងាកមើលក្រោយទេគូដឹងថាគេគូច្រណែនដែលទ្រង់បាននៅជាមួយអ្នកអស់រយៈពេល5ឆ្នាំពេញខ្ញុំបានឃើញអ្នកកាលអ្នកនៅក្មេងអ្វីដែលខ្ញុំបានឃើញគឺសុងអាជីដែលត្រូវបានអនុញ្ញាតឲ្យអ្នកអតីច្របាច់ហើយអ្វីដែលព្រះអង្គម្ចាស់ទទួលបានគឺល្អបំផុតនៅក្នុងទឹកដីម៉ៃបាយវ៉ាន់ដ៏ថ្លៃថ្នូរនិងពេញលេញបំផុតគុំទៅបរបាញ់តែម្នាក់ឯងក្នុងជីវិតនេះខ្ញុំគ្រាន់តែរក្សាទុកវ៉ាន់របស់ខ្ញុំប៉ុណ្ណោះអរព្រះជាម្ចាស់ឲ្យហេតុអ្វីបានជាថ្ងាសរបស់អ្នកក្តៅម្លេះលូយីកុំស្រែកអីវាគ្រាន់តែជាការផ្លាស់ប្ដូររដូវកាលហើយខ្ញុំក៏ចាប់ផ្ដើមត្រជាក់បន្តិចយកទឹកត្រជាក់មកលាបវាគ្រាន់តែបំភ្លេចវាចោលទៅតើរឿងនេះអាចហៅថាគ្មានអ្វីបានដោយរបៀបណាទាសករយប់មិញខ្ញុំឃើញអ្នកមើលទៅមិនស្រួលទេអ្នកត្រូវតែទប់ចិត្តសិនទាសករនេះនឹងទៅសួរគ្រូពេទ្យអធិរាជឥឡូវនេះចូលទៅជម្រាបព្រះអង្គម្ចាស់រាជទីយាទំដងទៀតគុំទៅព្រះនាងឥឡូវនេះអ្នកមានតម្លៃមាស 1000 ដុំបើអ្នកឈឺថែរក្សាខ្លួនឯងផងកាន់ឲ្យជាប់រាងកាយរបស់អ្នកផ្ទាល់ដែលឈឺចាប់ការខ្ញុំនៅកោសម្ព័ន្ធឈីងហ្វេងយំពេលឈឺប៉ុន្តែមើលមកខ្ញុំដោយភ្នែកទន់ភ្លន់ខុសគ្នាព្រះអង្គម្ចាស់ខ្ញុំសុខសប្បាយជាទេយកវាទៅមិនអីទេគុំនិយាយវាទៀតអីតើអ្នកនៅធ្វើអ្វីទៀតសូមយាងមកពិនិត្យចង្វាក់បេះដូងរបស់ព្រះអង្គព្រះមហាក្សត្រីយានីកំពុងមានទុក្ខដោយសារជំងឺធ្លាក់ទឹកចិត្តលើសពីនេះខ្យល់និងភាពត្រជាក់ចូលក្នុងខ្លួនហើយព្រះនាងមានរបួសចាស់មួយចំនួននៅក្នុងខ្លួនវាហាក់ដូចជាខ្ញុំមានទម្លាប់កាន់វាពេលខ្ញុំឈឺអាយុកាលមធ្យមចុះក្រោមហើយចំអិនថ្នាំប្រើយិនសិនព្រឹល្អបំផុតទប់ស្កាត់រសជាតិល្វីងនៅក្នុងថ្នាំនេះគឺវាឆែនសូមទៅឥឡូវនេះព្រះអង្គម្ចាស់ខ្ញុំខ្វក់ណាស់វាមានក្លិនដូចញើសគុំប្រគល់អាវុធឲ្យអ្នកមិនខ្លាចនៅម្នាក់ឯងទេវ៉ាន់បើកមាត់និយាយព្រះអង្គម្ចាស់ថ្នាំនេះល្វីងពេកហើយខ្ញុំខ្លាចលេបថ្នាំល្វីងជាងគេវ៉ាន់សម្លឹងមើលទៅអែលណេលីបាយវ៉ាន់ស្ដាប់ខ្ញុំនៅទីនេះតែម្នាក់ឯងមិនចាំបាច់មានសុខវិនិច្ឆ័យទេមិនចាំបាច់មានចិត្តទូលាយទេអ្នកមិនមែនជាខែការពារអ្នកណាទេមិនចាំបាច់ទ្រាំនឹងខ្យល់និងភ្លៀងទេនៅក្បែរខ្ញុំអ្នកអាចមានអារម្មណ៍ឈឺចាប់និងយំមិនអាចសមហេតុផលបានទេប្រសិនបើអ្នកខ្លាចទុក្ខលំបាកខ្ញុំនឹងបោកផ្លែស្ករគ្រាប់ឲ្យអ្នករៀបការជាមួយអ្នកវិញតែម្នាក់ឯងខ្ញុំចង់ចាត់ទុកអ្នកដូចជាមនុស្សដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកអូនសម្លាញ់វាឈឺចាប់ណាស់ព្រះអង្គម្ចាស់ថ្នាំនេះពិតជាល្វីងពេកហើយខ្ញុំមិនចង់ផឹកទេល្វីងណាស់ខ្ញុំបោកផ្លែស្ករគ្រាប់តែម្នាក់ឯងឲ្យថ្នាំមួយស្លាបព្រារួចដាក់ផ្លែស្ករគ្រាប់ចូលល្អអត់មែនហើយហេងគូបែនគិតថាអ្នកដែលអ្នកនឹងរៀបការជាមួយវ៉ាន់គួរតែអាចជួយសង្គ្រោះនាងបានវីរបុរសម្នាក់នៃសម័យកាលដែលបានបង្ក្រាបសេះដ៏កាចសាហាវដោយធ្នូដ៏ខ្លាំងរបស់គាត់ដោយមិននឹកស្មានដល់ណានចៅពិតជាបានបញ្ជូននរណាម្នាក់ដែលដឹងពីរបៀបយកវាទៅអ្នកប្រាជ្ញមុខស្កាន់ប៊ិចម្នាក់រងជីងគឺជាព្រះអង្គម្ចាស់នៃណានចៅអ្វីដែលអ្នកមានជំនាញគឺយុទ្ធសាស្ត្រគ្រប់គ្រងប្រទេសនិងនាំមកនូវសន្តិភាពដល់ប្រទេសលោកមិនមែនជាមនុស្សមិនប្រុងប្រយ័ត្នដែលប្រយុទ្ធយ៉ាងសាហាវនៅតាមដងផ្លូវនោះទេអ្វីដែលឪពុកខ្ញុំបានបង្រៀនខ្ញុំគឺរងចេញពិតជាមិនពូកែដូចអ្នកទាំងអស់គ្នាទេគាត់ជាឧត្តមសេនីយ៍ដែលមានជំនាញក្បាច់គុណដ៏អស្ចារ្យប៉ុន្តែចាប់តាំងពីរៀបការជាមួយវ៉ាន់មករឿងរ៉ាវអំពីប្រទេសកំណើតរបស់វ៉ាន់គ្មានហេតុផលណាមួយដែលត្រូវថយក្រោយនិងមិនចុះចាញ់នោះទេ
ហ៊ីស្រងឈីងអ្នកមិនពូកែជីនឹងបាញ់កំភ្លើងទេហេតុអ្វីបានជាអ្នកត្រូវប្រយុទ្ធជាមួយគាត់ខ្លាំងម្ល៉េះហាក្មេងល្អទោះបីមិនពូកែខាងក្បាច់គុណក៏ដោយក៏នៅតែមានមោទនភាពស័ក្តិសមធ្វើជាព្រះអង្គម្ចាស់ស្នងរាជនៃណានចៅកូនស្រីដែលស័ក្តិសមនឹងនៅម្នាក់ឯងព្រះអង្គម្ចាស់ណានចៅអ្នកបានបង្ក្រាបសេះដ៏កាចសាហាវនៅពេលថ្ងៃវាជាបុរសយប់នេះជាពិធីជប់លៀងត្រឡប់មកផ្ទះវិញយោងតាមច្បាប់នៃទឹកដីម៉ៅរបស់យើងកូនប្រសាត្រូវតែផឹកស៊ីជាមួយឪពុកក្មេកហាល្អហាឪពុករបស់គាត់គឺលោកវងរនយិងមិនសូវពូកែផឹកស្រាខ្លាំងតាំងពីគាត់នៅក្មេងមកម្ល៉េះទុករឿងនេះចោលទៅតើគាត់ទ្រាំបានដោយរបៀបណាខ្ញុំផឹកស្រាឲ្យគាត់វ៉ាន់សប្បាយចិត្តណាស់ដែលឪពុករបស់នាងអាចផឹកបានយប់នេះសប្បាយចិត្តណាស់ហាថ្ងៃនេះព្រះអង្គម្ចាស់ឈួតមែនទែនបើតាគ្រាន់តែសាកល្បងព្រះអង្គទេចុះបើព្រះអង្គធ្លាក់ចេញវិញវ៉ានហ្គូមិនអាចដកថយបានទេខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាក្នុងលោកឃើញច្បាស់ទោះបីជាខ្ញុំមិនដឹងពីរបៀបប្រយុទ្ធក៏ដោយប៉ុន្តែសម្រាប់អ្នកការនៅម្នាក់ឯងមិនខ្លាចអ្វីទាំងអស់ខ្ញុំចង់ផ្ដល់ទំនុកចិត្តដល់អ្នកធម៌ដែលអ្នកបានរងទុក្ខកាលពីអតីតកាលរឿងនេះនឹងមិនកើតឡើងម្ដងទៀតទេអាជីងអរគុណវ៉ាន់យើងនឹងមានគ្រួសារនៅពេលអនាគត